សួស្តីអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាឲ្យងាកមកពិចារណាលើរឿងរ៉ាវដ៏ជ្រាលជ្រៅមួយដែលខ្ញុំជឿថាគ្រប់គ្នានៅទីនេះសុទ្ធតែធ្លាប់បានឆ្លងកាត់នៅក្នុងជីវិតប្រចាំថ្ងៃតើអ្នកធ្លាប់កត់សម្គាល់ខ្លួនឯងទេពេលខ្លះរឿងដែលធ្វើឲ្យយើងឈឺចាប់ឬតានតឹងបំផុតមិនមែនជាពេលដែលបញ្ហាកំពុងតែកើតឡើងនោះទេប៉ុន្តែវាគឺជាពេលវេលាដែលយើងកំពុងអង្គុយរងចាំឲ្យវាគ្មិនឬមុនពេលដែលយើងត្រូវប្រឈមមុខនឹងវាក្នុងដំណាក់កាលនេះខួរក្បាលរបស់យើងហាក់បីដូចជាត្រូវបានគ្រប់គ្រងដោយភាពភ័យខ្លាចយើងចាប់ផ្ដើមឆាប់ភ័យឆាប់ខ្លាចដៃជើងញាក់និងបាក់ទឹកចិត្តទាំងដែលរឿងនោះមិនទាន់ដឹងថាវាអាក្រក់កម្រិតណាផងខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្ដែងចំនួន2ដែលពួកយើងតែងតែជួបប្រទះក្នុងសង្គមដើម្បីឲ្យយើងមើលឃើញរូបភាពនេះច្បាស់ទាំងអស់គ្នាឧទាហរណ៍ទី1ការត្រូវឡើងនិយាយឬបង្ហាញស្នាដៃនៅចំពោះមុខមនុស្សច្រើន Public Speaking សាកស្រមៃមើលអ្នកមានកិច្ចការមួយត្រូវឡើងប្រជែងការងារឬឡើងនិយាយបង្ហាញគម្រោងនៅមុខថ្នាក់ដឹកនាំឬមុខមនុស្សច្រើននៅថ្ងៃស្អែករឿងនោះនឹងកើតឡើងនៅម៉ោង 10 ព្រឹកប៉ុន្តែតើអ្នកចាប់ផ្ដើមភ័យតាំងពីម៉ោងប៉ុន្មានតាំងពីយប់មិញឬសប្តាហ៍មុនម្លេះយប់មុនថ្ងៃឡើងនិយាយគឺជារាត្រីដ៏ខ្មៅងងឹតសម្រាប់អ្នកគេងមិនលក់ទេក្នុងខួរក្បាលរបស់អ្នកចាប់ផ្ដើមបញ្ចាំងភាពយន្តអាក្រក់ៗចុះបើខ្ញុំភ្លេចមាត់និយាយមិនចេញចុះបើគេសួរដេញដោលហើយខ្ញុំគ្មានចម្លើយចុះបើខ្ញុំធ្វើខុសហើយគេសើចចំអកអ្នកអង្គុយញើសដៃញើសជើងគិតថាខ្លួនឯងខ្សោយនិងចង់តែរត់គេចពីកន្លែងនោះភាពភ័យខ្លាចនេះវាស៊ីសាច់ហត់ឈាមអ្នកខ្លាំងជាងថ្ងៃដែលអ្នកឡើងទៅឈរនិយាយពិតៗទៅទៀតការគិតមុនពេលកើតហេតុធ្វើឲ្យយើងស្លាប់រាប់រយដងរួចទៅហើយមុនពេលដែលយើងពិតជួបវាទៅទៀតឧទាហរណ៍ទី2ការរងចាំលទ្ធផលប្រឡងឬការរងចាំចម្លើយសំខាន់ពីកន្លែងការងាររឿងមួយទៀតដែលគ្រប់គ្នាតែងតែជួបប្រទះគឺការរងចាំលទ្ធផលពេលដែលអ្នកទើបតែប្រឡងឬសម្ភាសការងាររួចពេលវេលាដែលត្រូវរងចាំលទ្ធផល2ឬ3ថ្ងៃបន្ទាប់គឺជាពេលដែលរងទារុណកម្មផ្លូវចិត្តខ្លាំងបំផុតអ្នកមិនទាន់ដឹងថាធ្លាក់ឬជាប់ទេប៉ុន្តែចិត្តរបស់អ្នកបានកាត់ទោសខ្លួនឯងថាធ្លាក់រួចជាស្រេចបាត់ទៅហើយអ្នកដើរចុះដើរឡើងមិនមានអារម្មណ៍ញ៉ាំបាយមិនមានអារម្មណ៍ធ្វើអ្វីទាំងអស់ព្រោះភាពខ្លាចក្រែងការបរាជ័យបានមកគ្របដណ្ដប់លើរាងកាយនិងវិញ្ញាណរបស់អ្នកទាំងមូលនោះហើយជាសភាវគតិរបស់មនុស្សយើងតែងតែបង្កើតបិសាចក្នុងខួរក្បាលទាំងដែលបិសាចនោះមិនទាន់បានបង្ហាញខ្លួនផងប៉ុន្តែជីវិតមិនអនុញ្ញាតឲ្យយើងរត់គេចជារៀងរហូតនោះទេទីបំផុតពេលវេននោះក៏មកដល់ថ្ងៃដែលត្រូវឡើងនិយាយក៏មកដល់ថ្ងៃដែលត្រូវដឹងលទ្ធផលក៏មកដល់ហើយនៅពេលដែលយើងឈានជើងចូលទៅប្រឈមមុខនឹងវារឿងដ៏ចម្លែកមួយបានកើតឡើងភាពភ័យខ្លាចដែលធ្លាប់តែធំដូចភ្នំពេលដែលយើងជួបវាផ្ទាល់គឺវាហាក់ដូចជាតូចជាងអ្វីที่เราស្រមៃនៅពេលដែលអ្នកចាប់ផ្ដើមនិយាយប្រយោគទី1ចេញមកឬពេលដែលអ្នកបើកសារអានលទ្ធផលនោះទោះបីជាលទ្ធផលវាចេញមកបែបណាក៏ដោយអ្នកស្រាប់តែដឹងថាអូការពិតវាមិនមែនជាទីបញ្ចប់នៃពិភពលោកដូចដែលខ្ញុំបានភ័យខ្លាចនោះទេហើយនេះគឺជាចំណុចដែលអស្ចារ្យបំផុតដែលខ្ញុំចង់និយាយដល់អារម្មណ៍នៅពេលដែលអ្នកបានឆ្លងកាត់ព្យុះនោះរួចរាល់1អារម្មណ៍ទី1គឺភាពស្រាលខ្លួននិងមោទនភាពលើខ្លួនឯងពេលដែលអ្នកដើរចេញពីបន្ទប់ប្រជុំក្រោយពីបាននិយាយចប់ឬពេលដែលអ្នកបានឆ្លងកាត់បញ្ហាធំមួយរួចអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងខ្លាំងជាងមុនអ្នកញញឹមទាំងដកដង្ហើមវែងព្រោះក្នុងចិត្តគឺដឹងថាអ្នកបានស៊ូទ្រាំនិងបានយកឈ្នះភាពខ្មាស់អៀនឬភាពភ័យខ្លាចរបស់ខ្លួនឯងរួចរាល់ហើយពេលនោះអ្នកនឹងដឹងថាខ្លួនឯងមានភាពក្លាហានជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត2អារម្មណ៍ទី2គឺការមើលឃើញពិភពលោកក្នុងទស្សនៈថ្មីរឿងដែលធ្លាប់តែធ្វើឲ្យអ្នកភ័យខ្លាចខ្លាំងកាលពីម្សិលមិញថ្ងៃនេះវាคล้ายជារឿងតូចតាចដែលអ្នកអាចឆ្លងកាត់វាបានអ្នកចាប់ផ្ដើមយល់ថាជីវិតនេះមានភាពបត់បែនខ្លាំងណាស់បញ្ហាគ្រប់យ៉ាងសុទ្ធតែមានផ្លូវដើរចេញអារម្មណ៍នៃការបានជំរះរឿងធ្ងន់ចេញពីក្បាលធ្វើឲ្យអ្នកគេងលក់ស្រួលជាងមុនញ៉ាំបាយមានជាតិជាងមុននិងមានអារម្មណ៍ថាខ្យល់អាកាសខាងក្រៅស្រស់ស្រាយជាងរាល់ដង3អារម្មណ៍ទី3គឺមេរៀននិងភាពចាស់ទុំអ្នកនឹងងាកក្រោយមើលមកខ្លួនឯងហើយនិយាយថាហេតុអីបានជាការនោះខ្ញុំខ្លាចថ្នាក់នឹងបទពិសោធន៍នេះនឹងក្លាយជាខែលការពារចិត្តរបស់អ្នកពេលដែលព្យុះថ្មីមកដល់ទៀតអ្នកនឹងមិនសូវភ័យខ្លាចដូចមុនទេព្រោះអ្នកដឹងរួចទៅហើយថាមិនថាបញ្ហាលំបាកយ៉ាងណាទេទីបំផុតអ្នកក៏នឹងអាចឆ្លងកាត់វាបានដូចគ្នាមិត្តអ្នកស្ដាប់ទាំងអស់គ្នាជីវិតគឺបែបហ្នឹងឯងយើងមិនអាចរារាំងកុំឲ្យព្យុះមករកយើងបានទេហើយយើងក៏មិនអាចហាមឃាត់ខួរក្បាលកុំឲ្យមានអារម្មណ៍ភ័យខ្លាចមុនពេលរឿងកើតឡើងបានដែរនោះជាធម្មជាតិនៃមនុស្សយើងប៉ុន្តែសូមចងចាំរឿងមួយកុំបណ្ដោយឲ្យភាពភ័យខ្លាចដែលមិនទាន់កើតឡើងមកលួចយកក្តីសុខរបស់អ្នកនៅថ្ងៃនេះរាល់ពេលដែលអ្នកមានអារម្មណ៍ថាខ្លាចថាមិនរួចខ្លាចថាបរាជ័យសូមដកដង្ហើមវែងហើយប្រាប់ខ្លួនឯងថាវាគ្រាន់តែជាការភ័យខ្លាចក្នុងចិត្តទេវាមិនទាន់ជាការពិតទេខ្ញុំនឹងប្រឈមមុខនឹងវានៅពេលដែលវាស់ដល់ពេលហើយនៅពេលដែលអ្នកបានឆ្លងកាត់វាផុតទៅចូលផ្ដល់រង្វាន់ឲ្យខ្លួនឯងចូលអបអរសាទរភាពក្លាហានរបស់អ្នក
ព្រោះរាល់ការឆ្លងកាត់ព្យុះម្ដងគឺជារឿងដែលធ្វើឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំនិងស្រស់ស្អាតជាងមុនអរគុណខ្លាំងណាស់សម្រាប់ការស្ដាប់រឿងរ៉ាវនេះយប់នេះឬថ្ងៃនេះប្រសិនបើអ្នកកំពុងប្រឈមមុខនឹងអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាចសូមទុកចិត្តលើខ្លួនឯងព្រោះអ្នកពិតជាអាចឆ្លងកាត់វាបានជួបគ្នាថ្មីក្នុងភាគក្រោយ